សម័យថាអ្នកបានដើរចូលទៅក្នុងអគារមួយដែលមានកាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុងជ្រោយទាំងអស់កាមេរ៉ាបានថតឃើញពេលអ្នកដើរចូលប៉ុន្តែបន្ទាប់ពីនោះគ្មានកាមេរ៉ាសុវត្ថិភាពណាមួយបានថតឃើញអ្នកដើរចេញមកវិញឡើយហើយចាប់ពីថ្ងៃនោះមកគ្មាននរណាម្នាក់បានឃើញអ្នកទៀតឡើយនេះគឺជារឿងពិតមួយរបស់ Brian Shaffer ដែលវានៅតែជាអាថ៌កំបាំងរហូតមកដល់សប្តាហ៍ថ្ងៃនេះសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខាងក្រោយការពិតថ្ងៃនេះយើងនឹងស្វែងយល់ពីករណីបាត់ខ្លួនដ៏ចម្លែកមួយដែលធ្វើឲ្យអ្នកស៊ើបអង្កេតនិងមនុស្សរាប់ពាន់អ្នកនៅលើអ៊ីនធឺណិតងឿងឆ្ងល់អស់រយៈពេលជាច្រើនឆ្នាំមកហើយ Brian Shaffer គឺជានិស្សិតផ្នែកវិទ្យាសាស្ត្រវ័យ27ឆ្នាំរស់នៅរដ្ឋ Ohio សហរដ្ឋអាមេរិកមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់គាត់បាននិយាយរៀបរាប់ថាគាត់គឺជាមនុស្សម្នាក់ដែលរស់រាយរាក់ទាក់និងជាមនុស្សដែលមានអនាគតភ្លឺស្វាងម្នាក់នៅថ្ងៃទី31ខែមីនាឆ្នាំ2006 Brian គាត់បានដើរទៅលេងកម្សាន្តជាមួយមិត្តភ័ក្តិគាត់2នាក់ទៀតនៅតំបន់កម្សាន្តមួយកន្លែងក្នុងទីក្រុង Columbus ពួកគេទាំង3នាក់បានទៅកាន់បារមួយកន្លែងដែលមានឈ្មោះថា Ugly Tuna Saloon នៅយប់នោះមើលទៅគ្រប់យ៉ាងធម្មតាទាំងអស់ Brian បានជួបមនុស្សជាច្រើនគាត់បាននិយាយលេងជាមួយគេឯងធម្មតាប្រហែលនៅម៉ោង 1:55 នាទីរំលងអធ្រាត្រកាមេរ៉ាសុវត្ថិភាពនៅខាងក្រៅបារបានថតឃើញ Brian ដើរចូលទៅខាងក្នុងបារនោះហើយនោះគឺជាការថតចុងក្រោយដែលកាមេរ៉ាសុវត្ថិភាពបានចាប់ជាប់វីដេអូនៃសកម្មភាពរបស់គាត់បន្ទាប់ពីមនុស្សមកមិត្តភ័ក្តិរបស់គាត់បានដើរចេញពីបារមកវិញតែរកមិនឃើញ Brian ទៀតឡើយដំបូងពួកគេទាំងពីរនាក់បានគិតថាគាត់ប្រហែលជាទៅផ្ទះម្នាក់ឯងមុនហើយប៉ុន្តែនៅថ្ងៃបន្តមកទៀតទើបពួកគេដឹងថា Brian មិនបានត្រឡប់ទៅផ្ទះទេនៅយប់នោះហើយពួកគេក៏បានខលទូរស័ព្ទទៅគាត់ក៏ប៉ុន្តែមិនមានការឆ្លើយតបឡើយហើយក៏គ្មាននរណាម្នាក់អាចតាក់ទងទៅគាត់បានទៀតទេហើយបន្ទាប់មកទៀតប៉ូលីសបានទៅត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពទាំងអស់នៅក្នុងបារនោះដោយនៅក្នុងកាមេរ៉ានោះពួកគេបានឃើញ Brian ដើរចូលក្នុងបារនោះប៉ុន្តែអ្វីដែលចម្លែកបំផុតនោះគឺពួកគេមិនបានឃើញគាត់ដើរចេញពីបារនោះមកវិញឡើយហើយអគារបារនោះគឺមានច្រកចេញតិចតួចណាស់ហើយស្ទើរតែគ្រប់ច្រកទាំងអស់គឺស្ថិតក្រោមការត្រួតពិនិត្យដោយកាមេរ៉ាសុវត្ថិភាពក្រុមអ្នកស៊ើបអង្កេតបានចំណាយពេលអស់ជាច្រើនសប្តាហ៍ដើម្បីពិនិត្យវីដេអូកាមេរ៉ាសុវត្ថិភាពទាំងនោះម្ដងហើយម្ដងទៀតប៉ុន្តែពួកគេនៅតែមិនបានឃើញពេលដែល Brian ដើរចេញពីអគារនោះវិញឡើយបន្ទាប់មកការស្វែងរកដ៏ធំត្រូវបានធ្វើឡើងនៅជុំវិញទីក្រុងប៉ុន្តែនៅតែគ្មានដំណោយច្បាស់លាស់ណាមួយត្រូវបានរកឃើញឡើយនៅក្នុងរយៈពេលជាច្រើនឆ្នាំទ្រឹស្ដីជាច្រើនបានកើតឡើងចំពោះរឿងរ៉ាវ Brian នេះទ្រឹស្ដីទី1គេថា Brian ប្រហែលជាបានដើរចេញតាមច្រកមួយដែលមិនស្ថិតក្រោមការត្រួតពិនិត្យរបស់កាមេរ៉ាសុវត្ថិភាពព្រោះពេលនោះអគារបារនោះកំពុងជួសជុលហើយអាចមានច្រកមួយចំនួនដែលមិនត្រូវបានគេចាប់អារម្មណ៍ទ្រឹស្ដីទី2គេថាគាត់ប្រហែលជាបានចាប់ផ្ដើមជីវិតថ្មីនៅកន្លែងណាមួយផ្សេងទៀតប៉ុន្តែមនុស្សជាច្រើនមិនបានយល់ច្រកនឹងទ្រឹស្ដីនេះឡើយព្រោះគ្មានភស្តុតាងណាមួយដែលបង្ហាញថាគាត់មានគម្រោងធ្វើបែបនោះទេទ្រឹស្ដីទី3គេថាអាចនឹងមានអ្វីមួយបានកើតឡើងបន្ទាប់ពីគាត់ចេញពីបារនោះប៉ុន្តែដោយសារមិនមានកំណត់ត្រាឬភស្តុតាងច្បាស់លាស់អ្នកស៊ើបអង្កេតមិនអាចបញ្ជាក់បានឡើយហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្វីដែលបានកើតឡើងចំពោះ Brian Shaffer នៅតែមិនទាន់មានចម្លើយដដែលជាង20ឆ្នាំកន្លងផុតទៅប៉ុន្តែករណី Brian Shaffer នៅតែជាអាថ៌កំបាំងដ៏ល្បីបំផុតមួយនៅសហរដ្ឋអាមេរិកយើងសាកគិតមើលថាមនុស្សម្នាក់ត្រូវបានកាមេរ៉ាសុវត្ថិភាពបានថតឃើញគាត់ដើរចូលទៅក្នុងអគារនោះប៉ុន្តែគ្មានកាមេរ៉ាសុវត្ថិភាពណាមួយបានថតឃើញគាត់ដើរចេញមកវិញឡើយហើយចាប់ពីយប់នោះមកគ្មាននរណាម្នាក់ដឹងច្បាស់ថាមានរឿងអ្វីកើតឡើងចំពោះគាត់ឡើយចុះចំពោះអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាគិតថា Brian Shaffer អាចនឹងបានចាក់ចេញតាមច្រកផ្លូវសម្ងាត់ណាមួយឬក៏អាចនឹងមានរឿងអ្វីកើតឡើងផ្សេងទៀតដែលពួកយើងមិនទាន់បានដឹងដែរឬទេសូមជួយបញ្ចេញមតិរបស់អ្នកទាំងអស់គ្នានៅក្នុង comment ហើយកុំភ្លេច Subscribe Channel ខាងក្រោយការពិតដើម្បីកុំឲ្យខកខានតាមដានរឿងពិតនិងអាថ៌កំបាំងថ្មីៗទៀត